បាទសូមជម្រាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំធ្វើវីដេអូបង្ហាញអំពីកន្លែងទេសចរនៅតំបន់វៀតណាមដែរខ្មែរគេហៅថាខ្មែរកម្ពុជាក្រោមបាទនេះគេហៅថាអូតាឡកបាទស្ថិតនៅក្នុងខេត្តស្វាយអាងយ៉ាងស្រុកស្វាយតងបាទនៅកន្លែងនេះដែរមានកន្លែងអាងទឹកងុយលេងហើយនឹងក៏មានកញ្ចុះមានអីសម្រាប់ពុកម៉ែបងប្អូនអង្គុយហូបចំណីចំណុកអង្គុយគុណទេសភាពភ្នំជាដើមអញ្ចឹងណាបាទហើយថ្ងៃនេះដែរបាទគឺឃើញមនុស្សរៀងច្រើនគ្រាន់បើដែរបាទកំពុងតែមកបណ្ដើហើយរៀងភ្លៀងទៀតហើយនេះគឺជាមន្ទីរពេទ្យនៅព្រៃនគរបាទពុកម៉ែបងប្អូននេះគឺជាពេទ្យភ្នែកចាបាទហើយក៏ជូនលោកគាត់និមន្តទៅខាងរដ្ឋយាបាទដែលខ្មែរយើងគេដាក់ឈ្មោះថាខេត្តក្រមួនសបាទនេះគឺជាទឹកដីក្រមួនសឥឡូវគេហៅថាខេត្តរដ្ឋយាដែលឋានភោរដ្ឋយានៅក្នុងខេត្តក្រមួនសហ្នឹងណាបាទប៉ុន្តែឥឡូវនេះគេចាប់ផ្ដើមបង្រួមខេត្តហើយបាទចូលមកក្នុងខេត្តអាងយ៉ាងដែលខ្មែរយើងហៅថាមាត់ជ្រូកវិញហើយវីដេអូនេះដែរសូមពឹងពុកម៉ែបងប្អូនដែលឃើញហើយជួយចុច like ឬក៏ subscribe អ្នកមួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតបាទ